សួស្តីបងថ្ងៃនេះបងសូមណែនាំពីម៉ាស៊ីនបងទឹកដោះក្នុងអាវក្បាលពីរបងសម្រាប់ម៉ូតនេះវិញគឺងាយស្រួលប្រើខ្លាំងមែនទែនបងម៉ូតថ្មីទៅចេញណាបងហើយក៏ងាយស្រួលដំឡើងដែរម៉ូតនេះគ្រាន់តែយើងយកស្ទះបែបនេះយកមកបិទនៅចំកន្លែងនេះហើយនឹងមានចពោលគេនេះមួយយកមកបិទកន្លែងនេះហើយបិទចូលនៅក្នុងប្រអប់បងទឹកដោះបែបនេះគឺជាការស្អាតតែម្ដងម្ខាងទៀតក៏ធ្វើដូចគ្នាដែររូបរាងគេគឺស្អាតម៉ូតថ្មីបងងាយស្រួលដំឡើងគ្រាន់តែដាក់បែបនេះក៏ជាការស្អាតហើយកម្រងប្រដាប់បូមនេះបងយកមកបិទចំអាកន្លែងប្រឡោះខាងក្នុងនេះខាងនេះក៏ដូចគ្នានៅពេលដែលយើងបិទរួចរាល់ហើយបងត្រូវយកតម្រងនេះមួយដាក់នៅខាងក្នុងនេះដើម្បីត្រណប់កុំឲ្យការពារកុំឲ្យឈឺស្ដឹងអត់យើងណាបងប្រដាប់មកគឺយើងប្រើវីដេអូយើងមានពីរដូចគ្នាយើងដាក់ចូលនៅក្នុងរុនស្ទះបែបនេះមួយខាងនេះមួយដូចគ្នាបន្ទាប់មកគឺយើងយកដុំបូមនេះគឺវាមានប្រដាប់បែបមកនៅគៀនជំនាញសងខាងនេះបងគឺយើងដាក់ចូលបែបនេះហើយមួយទៀតបងបើសិនជាបងចង់ប្រើតែមួយជាងបងមួយជាងបងគ្រាន់តែដល់ប្រើមួយជាងបែបនេះក៏បានដែរបើបងចង់ប្រើទាំងសងខាងគឺយើងដល់ប្រើទាំងសងខាងបែបនេះហើយរុននៅខាងលើនេះគឺសម្រាប់បញ្ចូលថ្មមានតែជាមួយនឹងឆ្នាំងកាបងបន្ទាប់មកនេះពីរបៀបប្រើប្រាស់នៅលើដុំបូមបងយើងចុចបេតុងបើកមករូបបេតុងនេះគឺជាសញ្ញាម៉ាសារូបកាលនេះគឺបូមរបៀបដោយ baby យើងមុំធម្មតាអញ្ចឹងបងបែបធម្មជាតិសម្រាប់រូបនេះវិញគឺបូមចូលតែម្ដងរូបបេតុងហើយនឹងរូបមុំនេះគឺម៉ាសាផងបូមផងសម្រាប់មួយនេះវិញគឺយើងម៉ាសាផងបូមបែប baby គាត់មុំដោះយើងអញ្ចឹងបងសម្រាប់រូបបេតុងតែមួយនេះគឺម៉ាសាយកតែម្ដងហើយសម្រាប់បេតុងតម្លើងកម្រិតនេះវិញគឺអាចតម្លើងដល់15កម្រិតខុសពីម៉ូតផ្សេងៗណាបងហើយក៏អាចបន្ថយចុះមកវិញបានដូចគ្នាបងសម្រាប់អេក្រង់នេះវិញគឺមានកន្លែងមើលថ្មមាន3កាំបងហើយក៏អាចលោតនាទីនៅលើហ្នឹងឲ្យយើងមើលដឹងដែរគឺងាយស្រួលប្រើខ្លាំងមែនតើបងម៉ូតនេះម៉ូតថ្មីងាយស្រួលបូមអស់ពីកប៉ិនកដោះបងដែលគ្មានការឈឺដុកចាប់បងអត់សូវមានកបាត់ដោះអីក៏បូមបានយ៉ាងងាយស្រួលដែរបងហើយឈុតនេះវិញគឺទៅជាមួយនឹងតម្រងបែបនេះថែមជូនបងមកគូខ្សែអាវពាក់2ខ្សែឆាសាក់មួយហើយនឹងប្រដាប់ខ្សែបងចង់បូមកាន់ក៏បានបងចង់យកនេះទៅពាក់នៅកកយើងដូចនៅក្នុងគ្រូគេកាត់នេះក៏បានដែរណាបងចង់បានឆាតចុះផេកគឺតម្លៃធូរថ្លៃខ្លាំងមែនតើ